បាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះថ្ងៃនេះជាថ្ងៃចូលឆ្នាំខ្មែរប្រពៃណីរបស់ខ្មែរយើងអញ្ចឹងយើងជួបជុំបងប្អូនយូរយើងជួបជុំមិត្តភក្តិម្ដងអញ្ចឹងយើងត្រូវជប់លៀងបងប្អូនណាយើងជប់លៀងចាប់មន់2-3ដុតស៊ីលេងអញ្ចឹងទៅបងប្អូនណាដើម្បីអបអរសាទរនៅពិធីចូលឆ្នាំខ្មែររបស់យើងណាអញ្ចឹងបងប្អូនមន់នេះគឺជាមន់ស្រែបងប្អូនមន់ធម្មជាតិពិតតែម្ដងអញ្ចឹងគឺវាឆ្ងាញ់រសជាតិវាឆ្ងាញ់ស្វិតឆ្ងាញ់មែនតើអញ្ចឹងមន់យើងបោចហើយបងប្អូនណាមន់អញ្ចឹងយើងចាប់បានធ្វើដំណើរទៅផ្សំគ្រឿងអញ្ចឹងយើងរកគ្រឿងបងប្អូនគ្រឿងមានគល់ស្ក្រៃអញ្ចឹងទៅសន្លឹកក្រូចសើចអណ្ដែងអញ្ចឹងទៅបងប្អូនណានៅតាមជនបទស្រុកស្រែរបស់យើងសម្បូរទៅដោយស្លឹកគល់ស្ក្រៃនឹងគឺលក្ខណៈដាំខ្លួនឯងតែម្ដងថ្មីស្រស់ណាបងប្អូនហ្នឹងហើយគឺសម្បូរណាគឺមិនដូចជានៅតាមទីក្រុងទេតតែទិញគេដល់អញ្ចឹងទៅសម្រាប់យើងនៅស្រុកស្រែគឺមិនបាច់ទិញទេបងប្អូនគឺមានស្រាប់តែម្ដងនៅក្បែរផ្ទះរបស់យើងសន្លឹកក្រូចសើចអីហ្នឹងក៏មានដែរបងប្អូនអញ្ចឹងយើងបេះអីសន្លឹកក្រូចសើចអីមកកំភ្លែវដាក់ផ្សំគ្រឿងដើម្បីឲ្យវាមានរសជាតិក្លិនឈ្ងុយឆ្ងាញ់មកឲ្យអ្នកដើរផ្សំគ្រឿងនេះឲ្យគ្រឿងស្អាតស្អាតឥឡូវនេះមាន់យើងដាក់ទៅនេះចាប់ផ្ដើមឃើញក្លិនឈ្ងុយបណ្ដើហើយបងប្អូនណាអញ្ចឹងយើងត្រៀមដល់មាត់ទៅបងប្អូនណាគ្រាន់តែឃើញក៏លើបទឹកមាត់ហើយណាអញ្ចឹងនេះមាន់យើងបងប្អូនឃើញគឺចាប់ផ្ដើមឃើញក្លិនឈ្ងុយហើយវាលន់ឈីវណាចឹងយើងដាក់ស្ទូទៀតឥឡូវនេះយើងមកធ្វើទឹកជ្រលក់សិនបងប្អូនទឹកជ្រលក់យើងណាចឹងយើងហាន់ខ្ទឹមហាន់ម្ទេសហាន់អីដាក់ក្រូចឆ្មាក្រូចអីម្រេចអីចឹងទៅបងប្អូនណាមើលអ្នកហាន់អ្នកធ្វើគ្រឿងទឹកជ្រលក់ហ្នឹងគឺជំនាញមែនតើមិនចាញ់ចុងភៅសន្តាគារ restaurant មកនេះបងប្អូនណាគឺគាត់មានជំនាញក្នុងការដិតមាន់អញ្ចឹងបងប្អូនមើលតែការធ្វើមុខម្ហូបរបស់គាត់គឺមិនធម្មតាទេបងប្អូនដឹងតែឆ្ងាញ់ទៅលក់នេះមិនឆ្ងាញ់គឺមិនយកលុយទេបងប្អូនដឹងតែលិតមាត់លិតដៃលិតកបានពិសាហើយដឹងតែចង់ញ៉ាំទៀតទេបងប្អូនណាចឹងមើលឃើញគួរចង់ជលក់ឲ្យណាឥឡូវនេះមាន់យើងបានឆ្អិនហើយបងប្អូនណាគឺចឹងឆ្អិនហើយអូមើលពណ៌សម្បុរវាមើលរូបរាងវាគឺមើលទៅគួរឲ្យចង់ញ៉ាំបងប្អូនណាវាលើកជើងយ៉ាងសង្ហាមកនេះណាចឹងចាំមើលចុងភៅគាត់ភ្លុកមើលតើវាឆ្ងាញ់ឬក៏យ៉ាងណាដែរមកនឹងបងប្អូនណាឲ្យគាត់ភ្លុកមើលសិនណាភ្លុកមើលតិចមើលបងប្អូនណាចិត្តភ្លុកមួយម៉ាត់ពីរម៉ាត់ទៅណាបងប្អូនដើម្បីឲ្យដឹងរសជាតិចុងភៅយើងលើកឡាប់ជេមកទៀតដើម្បីខ្លែងមួយម៉ាត់សិនមើលបាទអរគុណច្រើនបងប្អូនវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលបានចំណាយពេលវេលាតាមដាននៅវីដេអូនេះយើងជាចុងក្រោយសូមជម្រាបបងប្អូនឲ្យជួបតែសេចក្តីសុខទាំងអស់គ្នាសូមគោរពលា